បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍រងទៀតមកកាន់ Channel ដងហួរសូមប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នា Channel មួយនេះគឺផ្ដោតទៅលើការសម្រាយរឿងជាប្រភេទ novel ឬយើងហៅថាប្រឡោមលោកបែបពិភពគុណឯងចឹងចំពោះបងប្អូនដែលចូលមកថ្មីសូមរំខានជួយ Subscribe ហើយនិងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីអាចទទួលបាននូវវីដេអូសម្រាយរឿងថ្មីៗបានបន្តទៀតតោះឥឡូវនឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ការសម្រាយសាច់រឿង novel របស់យើងទាំងអស់គ្នាចំពុកទី616ត្រឡប់ទៅកាន់និកាយវិញមិនអីទេខ្ញុំនឹងធ្វើដោយដែលអ្នកបាននិយាយប៉ុន្តែតើបងប្រុសហាននឹងដោះស្រាយជាមួយនឹងខ្មោចបិសាចវិញ្ញាណនេះដោយរបៀបណាកញ្ជ្រោងពណ៌សបាននិយាយទៅកាន់ហានលីតាមរយៈការបញ្ចូលសម្លេងដោយស្រទន់ហានលីបានក្រឡេកមើលទៅកាន់ខ្មោចបិសាចវិញ្ញាណដែលមានសក់ពណ៌បៃតងហើយនិយាយដោយសម្លេងសាមញ្ញថាដំបូងខ្ញុំនឹងមើលថាតើសាច់ឃ្មុំពឹសមាសអាចបំផ្លាញសាកសពវាបានឬអត់បើសិនបើវាមិនអាចទេគ្មានអ្វីដែលអាចបំបីវាបាននោះទេយើងនឹងទុកវាចោលនៅទីនេះយ៉ាងមួយទៀតខ្ញុំមិនគិតអ្វីច្រើននោះទេខ្ញុំនឹងយកប្រអប់ត្បូងរបស់វាជំនួសវិញបន្ទាប់មកគាត់បានបើកថង់ផ្ទុកសារវិញ្ញាណរបស់គាត់ឲ្យបោះវាទៅលើអាកាសដើម្បីបញ្ចេញនូវសាច់ឃ្មុំពឹសខ្មៅរមណោះរុំជុំវិញខ្មៅបិសាចវិញ្ញាណសំឡេងនៃការខាំរបស់សត្វឃ្មុំបានសាយភាយពេញលំថ្មប៉ុន្តែមិនយូរប៉ុន្មានហាលីបានឃើញផ្នែកមួយនៃសាច់ឃ្មុំពឹសមាសសត្វក៏ធ្លាក់មកលើដីហើយស្លាប់សម្បក3ពណ៌របស់វាបានប្រែក្លាយទៅជាពណ៌បៃតងចាស់ភ្លាមជាតិពលគួរភ័យខ្លាចហាលីនិយាយទៅតាមអូស្រពូនគាត់បានយកសត្វឃ្មុំដែលកំពុងតែហោះត្រឡប់មកកាន់ថង់វិញ្ញាណរបស់គាត់វិញកញ្ជ្រោងសបានសញ្ជឹងគិតអស់មួយសន្ទុះហើយនិយាយថាជាតិពលរបស់ខ្មោចបិសាចវិញ្ញាណប្រហែលជាមិនស្ថិតនៅក្នុងចំណោមជាតិពលទាំង10ដែលខ្លាំងបំផុតនៅក្នុងពិភពបច្ចុប្បន្ននេះទេប៉ុន្តែវាមិនមែនជារបស់ដែលសាច់ឃ្មុំពឹសមាសរបស់អ្នកអាចទ្រាំទ្របាននោះទេហាលីបានទម្លាក់ទឹកមុខឈរបន្តិចហើយនឹងឆ្ងល់ពេលដែលគាត់ក្រឡេកមើលទៅកាន់សាកសពខ្មោចបិសាចវិញ្ញាណដោយត្រជាក់រាងកាយរបស់បិសាចចម្លែកនេះមានភាពរឹងខ្លាំងលើសពីបិសាចនាគទឹកចំនួនទៅទៀតក៏បានគិតឡើងវិញថាប្រសិនបើគាត់ចង់បំផ្លាញសាកសពខ្មោចបិសាចវិញ្ញាណនេះវានឹងធ្វើឲ្យសាច់ឃ្មុំពឹសមាសខ្មៅរបស់គាត់ភាគច្រើនត្រូវស្លាប់គ្មានផ្លូវដែលហាលីសុខចិត្តទទួលរងនឹងការបាត់បង់បែបនេះទៅលើបញ្ហាដែលគ្មានផ្លែផ្កានោះទេតោះទៅហាលីនិយាយដោយមិនស្ទាក់ស្ទើរបន្តិចឡើយកញ្ជោពណ៌សងក់បាហើយនិយាយថាវាហាក់ដូចជាជំរឿនតែមួយគត់ប្រហែលជាវានឹងមានប្រយោជន៍នៅពេលក្រោយសម្រាប់រាងកាយសាកសពរបស់ខ្មោចបិសាចវិញ្ញាណមួយនេះជាមួយនឹងពាក្យទាំងនោះពន្លឺចម្លែកមួយបានភ្លឺចេញពីកញ្ជោពណ៌សបន្ទាប់មកក្បាលចចកពណ៌លឿងបានផុសចេញពីខ្លួនរបស់វាពេលចចកពណ៌លឿងចេញមកវាបានបើកមាត់ធំហើយរំពាត់ខ្លួនរបស់ពួកគេទាំងពីរទៅដល់ពន្លឺពណ៌លឿងក្រោយមកហាលីនិងកញ្ជោពណ៌សបានបាត់ខ្លួនពីលអាងមួយនេះភ្លាមសូមបញ្ជាក់ឡើងបន្តិចកញ្ជោពណ៌លឿងហ្នឹងគឺនៅក្នុងរូបកាយរបស់កញ្ជោពណ៌សឥឡូវហ្នឹងអញ្ចឹងនៅពេលដែលនាងចង់ប្រើថាមពលបើកទៅលំហតើទៅបច្ចេករាងកាយពិតដែលជាចចកពណ៌លឿងមកមិនអាចប្រើភ្លើងលំហបានហើយសូមបញ្ជាក់តាមទៀតថាមពលរបស់ចចកពណ៌លឿងហ្នឹងគឺវាអាចបើកលំហបានឬក៏អាចច្រែកដីបានដើម្បីទៅកន្លែងណាដែលពួកគេចង់ទៅបានដូចនៅពេលដែលពាក្យមុនបងប្អូនទាំងអស់គ្នាឃើញហើយថានៅពេលដែលហាលីជិះដើរសុកបាត់មកដល់ហុងថ្មបាត់ហ្នឹងដោយសារតែកញ្ជោហ្នឹងសិច្បងវាងនិងអ្នកវឹកហាត់ដំណាក់កាលទី1 3អ្នកផ្សេងទៀតកំពុងតែឈរយ៉ាងអត្យាសានៅក្រៃឆាំងថ្មចោតតែគ្មានពួកគេណាម្នាក់អាចប្រើនៅវិជ្ជាគុណចលនាផែនដីបាននោះទេពួកគេអាចត្រឹមតែរងចាំហាលីត្រឡប់មកវិញតែប៉ុណ្ណោះគួយហ៊ុនបានអស់ការអត់ធ្មត់របស់គាត់ហើយសួរថាសិច្បងតើអ្នកគិតថាសិប្បអូនហានអាចទទួលបានជោគជ័យដែរទេនៅពេលដែលពីរអ្នកផ្សេងទៀតបានលើពាក្យសម្ដីរបស់គាត់ពួកគេបានសម្លឹងមើលទៅកាន់សិច្បងវាងដោយការយកចិត្តតាគាត់ញញឹមយ៉ាងជឿជាក់ហើយនិយាយថាវាពិបាកណាស់ជាមួយនឹងការបង្ហាត់ស្រទាប់ទី10របស់សិប្បអូនវាវាមិនងាយស្រួលទេសម្រាប់គាត់ក្នុងការដេញតាមកញ្ជោពណ៌សវិញនោះទោះជាយ៉ាងណាក៏ដោយសិប្បអូនហានមានឧបករណ៍វេទមន្តដ៏គួរចាប់អារម្មណ៍ប្រហែលជាគាត់អាចនឹងផ្ដល់ឲ្យយើងនឹងការព្យាបាលដ៏អស្ចារ្យមួយប៉ុន្តែលទ្ធផលគឺមិនគួរកើតឡើងជាការព្យាបាលនោះទេកន្លែងនេះសិច្បងវាងគាត់គិតថាហានលីនៅត្រឹមតែដំណាក់កាលទី1ហើយត្រឹមតែ stop ទី10ទៀតអញ្ចឹងគាត់គិតថាហានលីគឺអត់អាចនឹងចាប់បញ្ចូលមួយនឹងបានទេវាបើសិនចាប់បានវាគឺជារឿងមួយដ៏អស្ចារ្យមែនទែនដែលអ្នកបង្ហាត់ទៅកម្រិតទីប៉ុណ្ណឹងអាចចាប់ទៅលើកញ្ជោដែលមានត្រាក់កម្ពុជាចឹងបានសិច្បងវ៉ានេះគាត់នៅត្រឹមស្ទាប់ទី11ទៀតនឹងបបាយចូលទៅកាន់ដំណាក់កាលទី2ហើយហាលីយើងបច្ចុប្បន្នហ្នឹងគឺគាត់នៅក្នុងដំណាក់កាលទី3កម្រិតចុងក្រោយនោះចាំមានថាលសិច្បងដល់ទៅ2កម្រិតនោះគាត់ថាគាត់លែងជាគុណរបស់គាត់មិននៅឲ្យត្រឹមតែកម្រិតទី1ស្ទាប់ទី10ចឹងបានអ្នកគ្រូមូភេលីងឬក៏សិស្សរបស់ផ្សេងមើលមកកាន់ហាលីថាជាមើលខ្សោតើអ្នកដែលកម្រិតខ្ពស់ខ្លាំងដូចចចកពណ៌លឿងជាមួយនឹង
ក្បត់វិស័យវិញ្ញាណនេះចឹងបានមើលឃើញកំណត់ពុតរបស់ហាន់លីបានដោយសារតែហាន់លីប្រើវិជាកលលក្ខបានអូខេតោះយើងតទៅមុខទៀតពេលដែល3អ្នកផ្សេងទៀតបានលើដូច្នេះពួកគេអាចត្រឹមតែមើលមុខគ្នាដោយការស្រងាត់ចិត្តយុវជនខ្លីនឹងរឹងរូសបានដកដង្ហើមធំហើយចាប់ដៃដែលមានរបួសរបស់គាត់នៅពេលដែលគាត់គិតចង់និយាយអ្វីបន្ថែមទៀតសត្វតែមានពន្លឺពណ៌លឿងបានភ្លឺចេញពីច្រាំងថ្មដែលបានបង្ហាញខ្លួនរបស់ហាន់លីជាមួយនឹងកញ្ចក់ពណ៌សតូចមួយនៅក្នុងដៃរបស់គាត់ហ៎ពលប្រហានអ្នកពិតជាអាចចាប់នៅកញ្ចក់ពណ៌សនេះបានមែនអ្នកវឹកហាត់ទាំងមូលបានស្រែកឡើងនៅតាមមុខរំភើបហាលីបានសើចហើយនិយាយថាវាមិនងាយស្រួលទេកញ្ចក់នេះមានល្បិចកលណាស់ហើយបានដើរចូលវិញភ្នំជាច្រើនដងប្រសិនបើវាមិនអស់នៅថាមពលវិញ្ញាណទេខ្ញុំខ្លាចថាខ្ញុំនឹងមិនអាចចាប់វាបានលឿនបែបនេះទេបន្ទាប់មកគាត់បានបោះនៅកញ្ចក់ពណ៌សចំពោះទៅកាន់គួយហ៊ន់មានការស្រឡាំងខាងមួយសន្ទុះមុននឹងចាប់វាទៅក្រីរំភើបយុវជនខ្លីនឹងរឹងរូសបានប្រមានយ៉ាងប្រញាប់ប្រញាល់ថាបើប្រុសគួយហ៊ន់ប្រយ័ត្នកុំឲ្យវារត់ទៅសោះណាគួយហ៊ន់បានលើកនៅកញ្ចក់ពណ៌សហើយឆ្លើយថាកុំបារម្ភអីខ្ញុំប្រុងប្រយ័ត្នខ្លាំងណាស់ក្រោយមកគាត់បានយកនៅកាបូបពណ៌បៃតងងឹតមួយចេញមកមុនពេលកញ្ចក់តូចនោះបាត់ខ្លួនចូលទៅក្នុងវាយ៉ាងលឿនគួយហ៊ន់បានចូលថងយ៉ាងតឹងហើយនិយាយដល់មុនភាពថាហេតែអ្នកអាចកិច្ចពីកាបូបនេះបានដោយរបៀបណាហាន់លីបានក្រឡេកមើលទៅកាន់កាបូបតូចមួយនោះប៉ុន្តែបន្ទាប់ពីមើលឃើញថាវាគ្រាន់តែជាឧបករណ៍វិញ្ញាណទៀតប៉ុណ្ណោះគាត់មិនមានការខ្វល់ខ្វាយអំពីវាទេព្រោះគាត់ខ្វល់ខ្វាយខ្លាចថាកញ្ចក់គាត់អាចចេញបានណាតែដល់ពេលគាត់ឃើញថានឹងទំនើជាថងថាទៀតចឹងទៅអានឹងងាយស្រួលស្ងាត់កញ្ចក់វានៅក្នុងការចេញហើយសេចបងว่าមិនបានយកចិត្តទុកដាក់បន្ថែមទៀតចំពោះចូលតទៅនៅក្នុងកាបូបនោះទេជំនួសមកវិញគាត់បានមករកហាន់លីហើយនិយាយដោយស្និទ្ធស្នាលថាយើងអាចចាប់នៅកញ្ចក់វិសាលនេះបានគឺដោយសារតែប្រុសហាន់ច្បងពិតជាអរគុណខ្លាំងណាស់ដោយសារយើងមិនមែនជាប្រភេទមនុស្សគ្មានសិលធម៌យើងនឹងផ្ដល់ឲ្យសិស្សប្អូនហាន់នៅអ្វីដែលសិស្សប្អូនចង់បានចំពោះរបស់នៅសល់យើងនឹងបែងចែកវាឲ្យស្មើគ្នាក្នុងចំណោមពួកយើងទាំង4ហាន់លីញញឹមជាការឆ្លើយតបពីការបង្ហាញទឹកចិត្តដ៏ល្អរបស់បងប្រុសវ៉ាវាហាក់ដូចជាគាត់ពិតជាចង់បង្កើតនូវទំនាក់ទំនងល្អជាមួយនឹងហាន់លីពិតមែនជាលទ្ធផលហាន់លីបានងក់ក្បាលយកព្រមដោយមិនមានការស្ទាក់ស្ទើរអ្វីឡើយចាប់តាំងពីបងប្រុសហាន់បានសម្រេចចិត្តបែបនេះហើយខ្ញុំនឹងមិនប្រកែកវានោះទេទោះបីជា3អ្នកផ្សេងទៀតមានអារម្មណ៍ស្ទាក់ស្ទើរនៅក្នុងការទទួលយកនៅថ្មវិញ្ញាណតិចតួចក៏ដោយប៉ុន្តែពួកគេទាំងអស់គ្នាដឹងថាប្រសិនបើមិនមានជំនួយរបស់ហាន់លីទេពួកគេនឹងចាក់ជាការប្រឹងប្រែងរបស់ពួកគេទាំងស្រុងដូចនេះហើយគ្មាននរណាម្នាក់បានលើកឡើងអំពីការជំទាស់អ្វីឡើយនៅពេលបន្ទាប់ហាន់លីបាននិយាយលេងបន្តិចជាមួយនឹងអ្នកផ្សេងទៀតមុនពេលដែលយកឡែថាមានបញ្ហាត្រូវដោះស្រាយហើយត្រឡប់ទៅកាន់សួនរស្ទរបស់គាត់វិញដោយសារតែហាន់លីបានសម្រេចចិត្តត្រឡប់ទៅកាន់និកាយវិញមនុស្ស4នាក់ផ្សេងទៀតបានសម្រេចចិត្តហោះឆ្ពោះទៅកណ្ដាលទីក្រុងដែលមានផ្សារនៅលើភ្នំពពកសុវណ្ណដោយសារតែនេះគឺជាកន្លែងដែលពួកសិស្សនៃនិកាយទាំង3បានប្រមូលផ្តុំគ្នាច្រើនបំផុតពួកគេបានគិតគូរថានឹងលក់សាច់កញ្ចក់ពពកព្រើក្នុងតម្លៃខ្ពស់បំផុតនៅទីនោះបន្តមកអ្នកទាំង4បានចាក់ចេញពីវាពួកដែលអារម្មណ៍រីករាយចំណែកហាន់លីវិញគាត់មិនបានធ្វើដំណើរទៅឆ្ងាយនោះទេក៏បានរកឃើញភ្នំតូចមួយនៅក្បែរនោះបន្តមកគាត់បានអង្គុយទៅលើថ្មសំប៉ែតមុននឹងបិទភ្នែកដោយសារតែមានដំបងនៅក្នុងដៃរបស់គាត់វាបានអនុញ្ញាតឲ្យកញ្ចក់ពណ៌សតូចរកឃើញគាត់យ៉ាងងាយស្រួលប្រហែល1ម៉ោងក្រោយមកសកម្មភាពរបស់ហាន់លីមានការផ្លាស់ប្ដូរគាត់បានបើកភ្នែករបស់គាត់ភ្លាមក្នុងពេលជាមួយគ្នានោះពន្លឺពណ៌លឿងមួយបានផុសចេញពីដីដោយបានបង្ហាញនៅកញ្ចក់វិញ្ញាណពពកព្រិលហាន់លីក្រឡេកមើលទៅកាន់កញ្ចក់ពណ៌សហើយនិយាយដល់ប្រងើយកន្តើយថាតើវាមិនលឿនពេកទេកញ្ចក់ពណ៌សបានលើកក្បាលរបស់វាហើយស្អែកថាមិនមែនថាខ្ញុំលឿនពេកទេវាគ្រាន់តែថាគេមើលសារខ្ញុំដោយប្រើនៅឧបករណ៍វិញ្ញាណកម្រិតទាបដើម្បីគ្រប់គ្រងខ្ញុំខ្លាចថាពួកគេនៅតែមិនទាន់អាចដឹងបានថាខ្ញុំបានរត់គេចឡើយហាន់លីបាននិយាយដែលមិនចង់បញ្ចេញមតិថាប៉ុន្តែឥឡូវនេះពួកសិស្សនិកាយប្រព័ន្ធរសាបានខំប្រឹងនឹងចំណាយថ្មវិញ្ញាណច្រើនដើម្បីចាប់អ្នកគិតចុះកន្លែងអាណិតទៅកាន់ពួកសិស្សច្បងនៅរកទៅហាន់លីបោកអង្វលក្បោកមានចាប់កញ្ចក់ពពកព្រិលនឹងឲ្យគ្នាហើយរួចប្រើវិធីសាស្ត្រឲ្យកញ្ចក់ពពកព្រិលនឹងរត់មករកគាត់វិញទៀតចុះខ្ញុំចាំឲ្យលក់នៅផ្សារសិនទៅចាំឲ្យគ្នារត់មកវិញបែរជាគាត់ខ្លាចថាជួបជាមួយនឹងអ្នកខ្លាំងឬក៏មានបញ្ហាផ្សេងៗទៀតចាបានឲ្យហត់មកឲ្យហើយមួយសិស្សច្បងនោះគ្នាខំសប្បាយចិត្តខំអផងអីផងហើយតែគ្នាមានការវឹកហាត់កម្រិតទៀតហាលីវិញយើងបោកគ្នានឹងវល់បាត់ហើយនៅពេលដែលពេលវេលាមកដល់ខ្ញុំគួរតែផ្ដល់នៅសំណងដល់ពួកគេបន្តិចបន្តួចដែរហើយកញ្ចក់សបានកវីក្បាលហើយនិយាយថាប្រសិនបើដូច្នោះមែននោះពួកគេនឹងទទួលបានផលចំណេញពីគ្រោះមហន្តរាយមួយនេះជាមិនខានមិនអីទេតោះយើងជុំនិយាយតទៅទៀតរួមខ្លួនរបស់អ្នកហើយលាក់ខ្លួននៅក្នុងដៃរបស់ខ្ញុំសិនយើងនឹងត្រឡប់ទៅកាន់និកាយវិញហាន់លីបានចាប់ដៃអារបស់គាត់ស្របពេលដែលគាត់កំពុងប្រាប់ទៅកាន់កញ្ចក់ពណ៌សតូចនៅពេលដែលកញ្ចក់ពណ៌សបានលើគាត់និយាយបែបនេះនឹងបានមករួមខ្លួនរបស់នាងដោយពន្លឺភ្លើងពណ៌ប្រាក់ហើយបានហោះចូលទៅក្នុងដៃរបស់ហាន់លីតែដូចជាព្រិលពណ៌ស
ដោយសារតែការរឹតបន្តឹងដែលហាលីបានដាក់នៅលើខ្លួនរបស់កញ្ចក់បបព្រិលក៏មិនខ្លាចថាមានគំនិតអាក្រក់ណាមួយដែលកញ្ចក់សនេះអាចធ្វើបាននោះទេដូច្នេះវាបានអនុញ្ញាតឲ្យគាត់ហោះហើរត្រឡប់ទៅវិញដោយទំនុកចិត្តជំនួសឲ្យការត្រឡប់ទៅកាន់ទីក្រុងវិញភ្លាមៗក៏បានចុះទៅកាន់ទីក្រុងផ្សារនៃភ្នំដ៏សំខាន់នៃនិកាយពពករស័ក្តិពួកគេគួរតែមានសម្ភារៈដែលគាត់ត្រូវការដើម្បីការលម្អទៅលើវិញ្ញាណវត្ថុបុរាណក៏ត្រូវតែប្រញាប់ប្រញាល់រៀបចំការត្រឡប់ទៅវិញរបស់គាត់ជារៀងរាល់ថ្ងៃដែលជញ្ជាក់ព្រះច័ន្ទនៅតែជាវត្ថុបុរាណគឺជាថ្ងៃដែលគាត់មានអារម្មណ៍ថាមិនសប្បាយចិត្តឡើយហាលីបានទិញគ្រឿងផ្សំដែលគ្មានបញ្ហាក៏បានរកឃើញហាងលក់សម្ភារៈយ៉ាងងាយស្រួលហើយទិញវាទាំងអស់ក្នុងពេលតែមួយធ្វើchoតែវត្ថុទាំងនេះមិនធម្មតាក៏ដោយពួកវាមិនកម្រឬមានតម្លៃថ្លៃនោះទេជាលទ្ធផលគ្មាននរណាគេម្នាក់សួរគាត់ថាគាត់ប្រើវាសម្រាប់ធ្វើអ្វីនោះទេទាំងសម្ភារៈនិងកញ្ចក់ពណ៌សនៅក្នុងដៃហាលីបានហោះត្រឡប់ទៅកាន់សួនអសត់វិញនៃក្តីពេញចិត្តប៉ុន្តែនៅពេលដែលគាត់មកដល់សួនអសត់ក៏មានមនុស្សពីរនាក់ឈរនៅខាងក្រៅក្បួននៃការរឹតបន្តឹងរបស់គាត់ម្នាក់ក្នុងចំណោមពួកគេគឺជាគួយហន់ដែលកំពុងតែដកដង្ហើមធំដោយរូបរាងភ័យខ្លាចម្នាក់ទៀតគឺជាសិស្សច្បងវ៉ាដែលមានទឹកមុខស្លេកស្លាំងបងប្អូនទាំងគ្នាប្រហែលជាដឹងហើយថាមិនបានពួកគាត់ទាំងពីរដែលនឹងម្នាក់ភ័យហើយម្នាក់ទៀតមានទឹកមុខស្លេកស្លាំងអញ្ចឹងដោយសារតែហាលីគាត់លេងក្បាច់នឹងឡើងដាច់ចកេះផឹងមកអានតែគ្នាមានកម្រិតរបស់ខាត់ទៀបហាត់នឹងអីចិត្តបោកគ្នាយកមកធ្វើឲ្យយើងមានកម្រិតរបស់ខាត់ទៀបអញ្ចឹងទូរៃសិនទៅនៅពេលដែលហាលីបានឃើញពួកគេគាត់ដកដង្ហើមធំគាត់ដឹងច្បាស់ថាហេតុអ្វីបានជួបពួកគេមកទីនេះទោះជាយ៉ាងណាក៏ដោយហាលីបានចូលទៅចិត្តពួកគេដោយបង្ហាញថាគាត់ហាក់ដូចជាមិនដឹងអ្វីទាល់តែសោះឡើយនៅពេលដែលហាលីបានត្រឡប់មកវិញពួកគេបានក្រឡេកមើលគ្នាទៅទឹកមុខក្បាលអៀនហាលីបានបោះជំហានទៅមុខហើយសួរដោយសំឡេងរាបស្មើថាសិស្សច្បងទាំងពីរហេតុអ្វីបានជាអ្នកត្រឡប់មកវិញលឿនម្ល៉េះតែអ្នកបានលួននៅកញ្ចក់បបកព្រិលរួចហើយមែនទេបន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះសិស្សច្បងវ៉ាបានញញឹមទាំងបង្ខំហើយនិយាយថាខ្ញុំខ្លាចថាពួកយើងបានធ្វើឲ្យសិស្សប្អូនខកចិត្តយ៉ាងខ្លាំងហើយហាលីបាននឹងអាចចំការរបស់គាត់ហើយសួរថាអូតើមានអ្វីកើតឡើងតើមានរឿងអ្វីជាមួយនឹងសិស្សកញ្ចក់បបកព្រិលមែនទេគួយហន់បានបើកភ្នែកធំៗហើយមានការងឿងឆ្ងល់រួចសួរថាសិស្សប្អូនហានមិនក៏អ្នកដឹងបានឲ្យបងប្អូនទាំងគ្នាឥឡូវនឹងសាច់រឿងរបស់យើងបានឈានមកដល់ទីបញ្ចប់ហើយមិនដែរបងប្អូនល្អមើលអត់ឬក៏ល្អស្ដាប់អត់ហើយបងប្អូនទាំងគ្នាបើសិនជាល្អស្ដាប់ឬក៏ល្អមើលសូមធ្វើការជួយ subscribe ហើយដាក់ share ក្នុងអ្នកមួយផងវាជាការលើកទឹកចិត្តមកកាន់ admin ដែលជាអ្នកសម្ដែងដោយសារតែឃើញចំនួន view ជាមធ្យមដែលខាង YouTube បានបោះមកខ្ញុំអញ្ចឹងហើយឃើញភាគច្រើនគឺអត់បាន subscribe ទេហើយសូមបងប្អូនធ្វើការចុច subscribe អ្នកមួយទៅដើម្បីអាចទទួលបានវីដេអូរបស់ខ្ញុំលឿនៗផងដែរហើយមួយទៀតក៏ជាការលើកទឹកចិត្តមកកាន់ខ្ញុំដែលជាអ្នកសម្ដែងអញ្ចឹងតោះខ្ញុំមានតែប៉ុណ្្នឹងទេនេះគឺជាការសំណពរចឹងសូមបងប្អូនធ្វើការ subscribe ទាំងអស់គ្នាហើយយើងនឹងជួបគ្នាបន្តទៀតនៅពេលបន្តអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់ទស្សនា